កាលនៅពីទូចមានអារម្មណ៍តែខ្លួនឯងឆោតជាខ្លាំងឲ្យតែគេប្រាប់ថាទៅស្រែគឺដឹងតែទៅធ្វើស្រែហ្មងដល់ពេលធំឡើងអញ្ចឹងមិនដឹងថាក៏ប៉ុន្តែយើងមកដើរលេងនៅស្រែក៏បានដែរនិយាយពីថាចូលចិត្តណាស់ទេសភាពស្រុកស្រែអញ្ចឹងនេះបើសួរថាចេះធ្វើស្រែអត់គឺអត់ទេប៉ុន្តែថ្ងៃនេះខ្ញុំមាន app មួយទាក់ទងនឹងការធ្វើស្រែមកចែកជូនអ្នកទាំងអស់គ្នាហើយនេះគឺជា Kubota app មួយនេះគឺជួយជាប្រយោជន៍ដល់បងបានជាច្រើនលើកយកឧទាហរណ៍មួយពាក់ព័ន្ធនឹងការវាស់ប្រវែងដីអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចនៅលើមុខងារការវាស់ដីបន្ទាប់មកវានឹងចេញជាទម្រង់ផែនទីដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការចុចទីតាំងណាមួយដើម្បីចាប់ទីតាំងសម្រាប់វាស់ហើយវាក៏បង្ហាញជាកំណត់ត្រាដែលមានបញ្ជាក់អំពីទីកន្លែងពេលវេលាច្បាស់លាស់មែនទែនសំខាន់យើងក៏អាច share កំណត់ត្រាមួយនេះទៅកាន់ពួកម៉ាក់របស់យើងបានដែរហើយបើនិយាយពីមុខងារពាក់ព័ន្ធនឹងវីដេអូនិងការ live ផ្ទាល់មួយនេះវិញអ្នកទាំងអស់គ្នាចុចនៅលើវាអ្នកទាំងអស់គ្នានឹងបានឃើញអំពីវីដេអូណែនាំអំពីចំណេះដឹងតាក់ទងទៅនឹងប្រភេទម៉ាស៊ីនច្រូតស្រូវប្រភេទដ្រូនប្រភេទត្រាក់ទ័រនិងមានជាវីដេអូកំប្លែងនិងការ live ផ្ទាល់ប្រដៅ Kubota ផងដែរអញ្ចឹងហើយបងគួរតែ download app មួយនេះម្នាក់មួយព្រោះថាវាមានអត្ថប្រយោជន៍សម្រាប់យើងខ្លាំងមែនតើតែខ្ញុំសូមបញ្ជាក់សម្រាប់ app Kubota មួយនេះគឺប្រើប្រាស់បានទៅលើទូរស័ព្ទ Android តែប៉ុណ្ណោះ